បាទសួស្តីបាទកម្មមកប្រិមិត្តយើងបាទតម្រុយបាត់ផ្សេងការប្រកួត Champions League វគ្គ Play-off 16ក្រុមចុងក្រោយបាទលោកលើសាជាថ្មីម្ដងទៀតបាទជាមួយនឹងតម្រុយបាត់របស់មីន4គូពិសេសបាទសិតតែគូធំៗតែម្ដងតោះយើងមកមើលការប្រកួតគូទី1នេះបាទរវាងក្រុមម្ចាស់ផ្ទះបាទ Galatasaray ប៉ះជាមួយនឹងក្រុមសេបង្កងជុំបន្ទុបាទយើងមកមើលបាទជំនួបជួបគ្នាចុងក្រោយបាទឆ្នាំ2013បាទគឺ Galatasaray ឈ្នះ1-0យប់នេះលេងក្នុងទឹកដីរបស់ Galatasaray ត0-25អញ្ចឹងជួបបន្ទុក៏មិនងាយដែរបងប្អូនបាទសម្រាប់បច្ចុប្បន្ននេះអញ្ចឹងសម្រាប់គូទី1នេះ admin គិតថាគួរតែលេងក្រុមម្ចាស់ផ្ទះបាទ Galatasaray បាទយើងវាយទៅបាទ0-25សម្រាប់ការប្រកួតគូទី2បាទរវាងក្រុមម្ចាស់ផ្ទះបាទ Benfica បាទប៉ះជាមួយនឹងក្រុម Atletico Madrid សងសឹកគ្នាទៀតហើយបាទ Real បាទត្រូវបាទ Benfica ទម្លាក់បាទអត់ឲ្យលេងវគ្គបាទអូតូបាទ8ក្រុមចុងក្រោយទេបាទអញ្ចឹងយុគនេះ Real Madrid តតែកន្លះគ្រាប់ទេអញ្ចឹងសម្រាប់ admin គិតថាយកទៅខាងក្រុម Real Madrid បាទ Real Madrid នឹងសងសឹកទៅលើ Benfica បាទសម្រាប់គូទី3បាទក្រុម Borussia Dortmund បាទប៉ះជាមួយនឹងក្រុម Atalanta ជំនួបចុងក្រោយប៉ះគ្នាបាទ1-1យុគនេះលេងជើងទី1ទឹកដីរបស់ Dortmund បាទ Dortmund តតែកន្លះគ្រាប់ទេអញ្ចឹងសម្រាប់ជំរឿគូទី1នេះ admin លេងខាងក្រុមម្ចាស់ផ្ទះបាទគឺ Borussia Dortmund បាទយើងវាយទៅកន្លះគ្រាប់សម្រាប់ការប្រកួតគូចុងក្រោយបាទមកពីបារាំងដូចគ្នាបាទ AS Monaco ប៉ះជាមួយក្រុមអ្នកមាន Paris Saint-Germain តែម្ដងបាទជុំនេះ Paris តរហូតដល់1គ្រាប់ដាច់ទេណាបងប្អូនបាទអញ្ចឹងជំរឿរបស់មីនបាទសម្រាប់គូនេះអេមីនថាគួរតែលេង under ក្នុង3គ្រាប់បាទការប៉ះគ្នាបាទស៊ីគ្នាមិនលើសពី1គ្រាប់ទេបងប្អូនបាទគូនេះអញ្ចឹងយើងលេងទៅបាទ under បាទ3គ្រាប់អេមីនមាន3គូជួបបងប្អូនធ្វើការលេងបងប្អូនអាចសម្រេចចិត្តមុននឹងវិនិយោគបាទបងប្អូនអាចចង់បានគូបាល់ល្អៗបាទគូពិសេសបាទគូបារ៉ាន់បាល់គូបាទបាល់បោអីអាចចូលរួមជាមួយនឹងគ្រាប់បាល់ link Telegram ក្រោម profile របស់ Insta បណ្ដោះចូលរួមដល់សេរីជូនពរបងប្អូនសំណាងល្អទាំងអស់គ្នាកុំភ្លេចចុច follow admin